Rương đại nhầm đâu không tên hết đã xa tại vì miền Bắc nhà Hà mỗi đại nhầm bạt ai tập prap đại tầng này ban mà tới ai prap được không video nâng bằng nhầm miền business bao nhầm mà đãនៅខាងក្រៅហ្នឹងគឺខ្ញុំមានវិញខ្ញុំមានវិញរបស់ខ្ញុំនៅខាងក្រៅហើយចាប់ពីខ្ញុំធ្វើហើយធ្វើកន្លែងខ្ញុំហើយហ្នឹងគឺខ្ញុំបាត់ទ្វាររហូតហើយប្រហែលជាអ៊ំពូដែលជិះកាត់តាមហ្នឹងប្រហែលជាឆ្ងល់ហើយថាមិនបានទៅហាមួយហ្នឹងវាបាត់ទ្វាររហូតហើយវាមានវិញវាមួយដែរចុះគាត់មកដកលុយដកអីហ្នឹងហើយដកតាមណាបើលេងវាមកបាត់ទ្វាររហូតអញ្ចឹងអរគុណខ្លាំងមែនតើដល់មេប៉ោះនៅក្នុងឃុំរបស់យើងដែលគាត់បានមកប្រាប់ខ្ញុំអំពីបញ្ហា scam ឲ្យប្រុងប្រយ័ត្នមែនតើអំពីបញ្ហា scam ហើយគាត់ក៏បានមកដល់ផ្ទះរបស់ខ្ញុំហើយគាត់ក៏ប្រាប់ពាក្យពេចន៍មួយចំនួនដើម្បីប្រកាសអំពីបញ្ហា scam ដោយសារតែពួកគាត់មើលឃើញថាខ្ញុំគឺជាមនុស្សម្នាក់ដែលនៅលើបណ្ដាញសង្គមច្រើនដូច្នេះគាត់ព្រួយបារម្ភអំពីការទំនាក់ទំនងរបស់ខ្ញុំជាមួយនឹងជនជាតិបរទេសជនជាតិផ្សេងទៀតដែលអាចនឹងមានបញ្ហា scam អញ្ចឹងតាមរយៈវីដេអូនេះអរគុណច្រើនមែនតើដល់អ៊ំមេភូមិអ៊ំមេឃុំដែលបានចុះមកដល់ផ្ទះរបស់ខ្ញុំហើយបានប្រាប់នឹងណែនាំអំពីបញ្ហា scam ផ្សេងកាលពីថ្ងៃទី17អ៊ំប៉ូលីសអ៊ំមេឃុំហើយបងប្អូនដែលជាមន្ត្រីប៉ូលីសហ្នឹងគឺចុះមកផ្ទះរបស់ខ្ញុំដើម្បីសួរនាំអំពីបញ្ហា scam ហើយនេះក៏ជាការមកសួរសុខទុក្ខរបស់អាជ្ញាធរដោយខ្វល់អំពីបញ្ហា scam នៅក្នុងស្រុករបស់យើងអញ្ចឹងអរគុណគាត់មែនទែនដែលគាត់បានចុះមកដល់ផ្ទះរបស់ខ្ញុំមកមើលកន្លែងការងាររបស់ខ្ញុំដើម្បីឲ្យដឹងថាខ្ញុំធ្វើអីខ្ញុំរកអីគេថ្ងៃហ្នឹងអញ្ចឹងគឺគាត់បានចុះមកដល់ផ្ទះរបស់ខ្ញុំហើយអរគុណមែនទែនដើម្បីកុំឲ្យបងប្អូនយើងមួយចំនួនទៀតគាត់ឆ្ងល់ថាខ្ញុំធ្វើអីនៅក្នុងផ្ទះខ្ញុំធ្វើអីរកអីគេអញ្ចឹងគឺការងាររបស់ខ្ញុំគឺតែប៉ុណ្្នឹងឯងហើយរឿងដែលខ្ញុំនៅក្នុងផ្ទះនេះដោយសារតែវាមានបញ្ហាមួយដែលខ្ញុំអាចទៅប្រាប់អ្នកទាំងអស់គ្នាបានប៉ុន្តែអាចប្រាប់នៅក្នុងវីដេអូហ្នឹងបងខ្ញុំមាន business របស់ខ្ញុំមួយដែរនៅខាងក្រៅហ្នឹងគឺខ្ញុំមានវិញរបស់ខ្ញុំនៅខាងក្រៅហើយចាប់ពីខ្ញុំធ្វើហើយកន្លែងខ្ញុំហើយហ្នឹងគឺខ្ញុំបាត់ទ្វាររហូតហើយប្រហែលជាអ៊ំពូដែលជិះកាត់តាមហ្នឹងប្រហែលជាឆ្ងល់ហើយថាមិនបានទៅហាមួយហ្នឹងវាបាត់ទ្វាររហូតហើយវាមានវិញវាមួយដែរហើយចុះគាត់មកដកលុយដកអីហ្នឹងហើយដកតាមណាបើលេងវាមកបាត់ទ្វាររហូតអញ្ចឹងខ្ញុំអត់អាចទៅមិនដឹងថាខ្មាស់ពួកគាត់គឺខ្មាស់ពួកគាត់មែនតើនៅពេលដែលពួកគាត់មកដកលុយហើយប្រាប់គាត់ថាពួកអីអត់ទៅដំណើរការទេហើយវាយូរដែរហើយតាំងពីខ្ញុំទៅរៀនមកដល់ពេលនេះគឺវាអត់ដំណើរការទេអញ្ចឹងដោយសារតែខ្ញុំបាត់ទ្វារហ្នឹងដោយសារតែវិញរបស់ខ្ញុំហ្នឹងគឺអត់ដំណើរការទេដូច្នេះហើយបានខ្ញុំបាត់ទ្វារហើយខ្ញុំខ្មាស់អ៊ំបងប្អូនដែលមកដកលុយមកដាក់លុយហ្នឹងគឺដោយសារតែអត់ឲ្យយើងអត់ដំណើរការហើយយើងបើកលុយមិនអញ្ចឹងក៏ខ្ញុំសម្រេចចិត្តថាខ្ញុំបាត់ទ្វារទៅនៅពេលដែលវិញរបស់ខ្ញុំដំណើរការខ្ញុំនឹងបើកទ្វារវិញហើយបងប្អូនលែងឆ្ងល់ហើយថាអញ្ចឹងបានវាបាត់ទ្វារអញ្ចឹងបានវាបើកទ្វារអញ្ចឹងរឿងហ្នឹងមានតែប៉ុណ្្នឹងទេហើយអរគុណបងប្អូនមែនតើអរគុណបងប្អូនអ៊ំប៉ូលីសដែលចុះមកសួរការងាររបស់ខ្ញុំមកមើលពីទីតាំងរបស់ខ្ញុំយើងកំពុងតែធ្វើនៅក្នុងនេះយើងអត់ដឹងថាយើងតាក់ទងជាមួយអ្នកណាយើងធ្វើការអីយើងកែលោយើង scam online អីចឹងណាអញ្ចឹងបានគាត់ចុះមកសួរសុខទុក្ខហើយការដែលខ្ញុំនៅក្នុងផ្ទះនេះហើយខ្ញុំក៏មិនបានទៅលាក់មុខអីណាដែរគឺមុខរបស់ខ្ញុំនៅលើប្រព័ន្ធផ្សព្វផ្សាយហ្នឹងគឺប្រព័ន្ធអាណ័យនៅហ្នឹងហើយគេឃើញខ្ញុំគ្រប់គ្នាតែបាត់តែខ្ញុំនៅក្នុងផ្ទះមែនអត់មានលាក់លៀមអីទេអញ្ចឹងបញ្ហាដែលខ្ញុំបាត់ទ្វារហ្នឹងគឺដោយសារតែបញ្ហាវិញរបស់ខ្ញុំបើសិនជាវិញរបស់ខ្ញុំដំណើរការគឺខ្ញុំប្រមូលការងាររបស់ខ្ញុំហ្នឹងខ្ញុំទៅធ្វើនៅមុខហើយខ្ញុំអត់អាចមកធ្វើនៅហ្នឹងទេប៉ុន្តែបើថតគឺមកថតនៅនេះហើយដល់ពេលទៅធ្វើការគឺទៅធ្វើការនៅខាងក្រៅដោយសារតែបើសិនជាវិញយើងដំណើរការហើយយើងអត់អាចបិទដូចមុនទៀតទេអញ្ចឹងគឺអត់ធ្វើយ៉ាងអត់កើតទេអញ្ចឹងដោយសារតែខ្ញុំជាចំណូលថ្មីនៅក្នុងភូមិនេះដែរដល់ពេលអញ្ចឹងប្រហែលជាបងប្អូនជាច្រើនគាត់អត់បានដឹងថាខ្ញុំធ្វើការអីខ្ញុំរកអីឃើញតែបាត់ទ្វារហើយការបាត់ទ្វារនេះក៏មិនចង់បាត់ប្រមាណដែរតែបើសិនជាខ្ញុំអត់ដាក់វិញឬក៏ខ្ញុំអត់ធ្វើអីក៏ខ្ញុំបើកទ្វារដែរដោយសារតែខ្ញុំនៅខាងក្រៅដល់ពេលខ្ញុំលើកផ្លាកលើកអីទៅខ្មាស់គេខ្មាស់បងអ៊ំមកដាក់លុយហ្នឹងគឺខ្មាស់គាត់មិនដឹងនិយាយប្រាប់គាត់ថាម៉េចថឹងអ៊ំអើយចុះវាថ្ងៃហ្នឹងដាក់យូរណាស់ហើយឲ្យមានដំណើរការហើយសោះគាត់ស្ដីឲ្យយើងទៀតអញ្ចឹងណាគាត់និយាយលេងប៉ុន្តែគាត់ថាវាថ្ងៃយូរណាស់ហើយអត់ដំណើរការហ្នឹងហើយបានខ្ញុំសម្រេចចិត្តថាខ្ញុំបិទទ្វារនោះវាគ្មានបញ្ហាអីទេដូចខ្ញុំនិយាយហ្នឹងដល់ពេលវិញខ្ញុំដំណើរការហ្នឹងគឺខ្ញុំបើកទ្វារវិញហើយខ្ញុំប្រមូលការងាររបស់ខ្ញុំហ្នឹងគឺ
ទៅធ្វើនៅក្រៅវិញហើយអត់មានបានមកធ្វើនៅក្នុងសកុកមួយថ្ងៃទេសកុកនៅក្នុងនេះគឺធុញណាមែនតាហើយខ្ញុំមិនចង់បាត់ទ្វារទេហើយវិញនឹងក៏កំពុងតាក់តងទៅគេឲ្យគេដំណើរការឲ្យលឿនដោយសារតែយើងក៏ត្រូវការលុយដែរនៅក្នុងនេះក៏ត្រូវការលុយពេលណាឥឡូវនេះគឺសិតតែត្រូវការលុយហើយណាក៏គេត្រូវការលុយដែរដូចខ្ញុំអីនេះនៅក្នុងនេះមួយថ្ងៃចាយលុយដូចផ្ទះហើយអត់មានចំណូលទេអញ្ចឹងក៏គិតថាមានលុយបន្តិចតួចសែនសំគ្នាខ្ចីគេខ្លះអីខ្លះណាមកបានបើកវិញបើកអីហ្នឹងទៅឲ្យវាមានចំណូលខ្លះក៏បានបើកវិញហ្នឹងទៅប៉ុន្តែវាមិនតដំណើរការទេហើយមិនដឹងថាថ្ងៃណាបានដំណើរការទេហើយអ្នកដែលបានមើលវីដេអូនេះកុំភ្លេចមកជួយដកលុយដាក់លុយនឹងខ្ញុំផងណាហើយតែខ្ញុំបើកទ្វារទៅគឺលែងឆ្ងល់ហើយតែខ្ញុំបើកទ្វារយូរមិនន័យថាវិញខ្ញុំដំណើរការហើយតែបើសិនជាខ្ញុំបិទទ្វារអាហ្នឹងវិញខ្ញុំអត់ដំណើរការដូចឥឡូវហ្នឹងអញ្ចឹងគឺផ្ទះបិទទ្វាររហូតហើយដល់ថ្នាក់ខ្មាស់គេថ្ងៃមិនមែនស្រួលទេណាមិនដឹងយើងខំធ្វើផ្ទះធ្វើអីហើយដល់ពេលអត់បើកទ្វារយើងខ្មាស់គេដែរណាថាចុះអាហ្នឹងបើកទ្វារឲ្យបិទទ្វារធ្វើផ្ទះប្រព័ន្ធអាណីហើយវាបិទទ្វាររហូតតែបិទទ្វារហ្នឹងដូចហេតុផលដែលខ្ញុំនិយាយអញ្ចឹងបាទគឺវាគ្មានអីទេហើយវីដេអូមួយនេះគឺអរគុណទៅដល់បងប្អូនដល់អ៊ំដែលធ្វើការនៅក្នុងឃុំបងប្អូនដែលធ្វើការនៅក្នុងប៉ុស្តិ៍អីហ្នឹងគឺអរគុណមែនទែនដែលបានចុះមកសួរសុខទុក្ខហើយនេះគ្រាន់តែជាការចែករំលែកមួយដើម្បីកុំឲ្យបងប្អូនយើងឆ្ងល់ថាមិនបានទៅវាបាត់ទ្វារអញ្ចឹងគឺបញ្ហាបាត់ទ្វារហ្នឹងគឺអញ្ចឹងទេណាគឺដោយសារតែវិញរបស់ខ្ញុំហ្នឹងអត់ទៅដំណើរការបាត់ខ្ញុំបាត់ទ្វារអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអ្នកទាំងអស់កុំភ្លេចទៅជួយ like share ហើយនិង subscribe នៅមួយផង